ប្រាសាទថ្មប្តីសពថ្ងៃក៏កំពុងស្ថិតនៅក្នុងសភាពរងគ្រោះយ៉ាងខ្លាំងពីសំណាក់ធម្មជាតិហើយដ៏មានលក្ខណៈដូចនេះវាជាបច្ច័យមួយធ្វើឲ្យយើងអាណិតអាសូរដល់ប្រាសាទជាខ្លាំងការធ្វើដំណើរឥតឈប់ឈរឆ្លងពីខេត្តមួយទៅខេត្តមួយស្រាប់តែពេលនេះយើងបានធ្វើដំណើរមកដល់ខេត្តកណ្ដាលវិញម្ដងហើយក៏បានឃើញថាភ្នំបាសិទ្ធឬភ្នំប្រសិទ្ធដែលអ្នកទេសចរគ្រប់តំបន់ស្គាល់ថាជារមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមិនចេះរីងស្ងួតនោះឥឡូវនេះយើងបានស្គាល់ហើយរមណីយដ្ឋាននេះគឺធ្វើឲ្យអ្នកទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តគ្រប់រដូវនៅចង្កេះភ្នំខាងជើងឯណោះវិញយើងនឹងបានឃើញនៅប្រាសាទស្រីគ្រប់លក្ខដែលមានវិជ្ជមាត្រធំបង្គួរហើយត្រូវបានហ៊ុមព័ទ្ធដោយដើមរុក្ខជាតិចាក់ឫសស្អេកស្កះជាហេតុធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់វត្ថុមានតម្លៃរឿងរ៉ាវខ្លះៗដែលអ្នកថែរក្សានៅទីនេះបានប្រាប់ដល់ក្រុមការងាររបស់យើងថាប្រាសាទនេះមានអាយុកាលយូរលង់ណាស់មកហើយព្រមទាំងមានប្រវត្តិរឿងទាក់ទិននឹងរឿងបក្សីចាំក្រុងទៀតផងនេះជាប្រាសាទរបស់អ៊ំប្រុសម្នាក់ជាអ្នកថែរក្សាប្រាសាទនៅទីនេះប្រាសាទនេះសាងឡើងអំពីឥដ្ឋនៅចន្លោះចុងសតវត្សទី6ដើមសតវត្សទី7រមណីយដ្ឋានទន្លេបាទីត្រូវបានអ្នកទេសចរគ្រប់រូបស្គាល់ហើយតែងតែទៅកម្សាន្តជារឿយៗដោយមានចម្ងាយ35គីឡូម៉ែត្រពីរាជធានីភ្នំពេញក្នុងនោះអ្នកទេសចរក៏បានចាប់អារម្មណ៍ទៅលើប្រាសាទមួយដែលមានឈ្មោះថាប្រាសាទតាព្រំនោះឯងប្រាសាទតាព្រំនេះត្រូវបានសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទសង់អំពីឥដ្ឋថ្មភក់និងថ្មបាយក្រៀមតាមរចនាបថបាយ័នដោយប្រាសាទនេះសង់បែរមុខទៅទិសខាងកើតដែលព្រះអង្គឆ្វេងយល់ថាគឺជាទិសផ្ដល់នូវកំណើតជីវិតសត្វលោកក្រៅពីអត្ថន័យខាងលើគេសង្កេតឃើញថាប្រាសាទនេះសង់ឡើងរាងជាកាកបាទឬក៏សញ្ញាជើងក្អែកដែលមានកម្ពស់11ម៉ែត្រមានបណ្ដោយ42ម៉ែត្រនិងទទឹង36ម៉ែត្រនៅពីលើផ្តែរទ្វារចូលពីខាងកើតនៃតួប៉មកណ្ដាលមានរូបព្រះពុទ្ធចូលនិព្វានដែលត្រូវដាក់បន្ថែមនៅសតវត្សទី16ដោយព្រះបាទអង្គច័ន្ទទី1រីឯនៅជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញទៅដោយតួប៉មកណ្ដាលមានរូបយូគនីឬយូកិនតំណាងឲ្យអ្នកថែរក្សាប្រាសាទដោយអមទៅដោយរូបបដិមាផ្សេងៗជាច្រើនទៀតមិនតែប៉ុណ្ណោះភាពលេចរូបរាងឡើងនៃចម្លាក់នេះមានចាប់តាំងពីសតវត្សទី7មកម្លេះក្រៅពីនោះបានលម្អពីរូបមួយទៅរូបមួយនៅចន្លោះទ្វារបញ្ឆោតដូចជាមាននៅប្រាសាទវត្តនគរផងដែរការឃ្លាតចាស់ឆ្ងាយពីប្រាសាទតាព្រំទាំងអឡោះអាល័យយើងបានមកដល់ផ្លាកនៃខ្លោងទ្វារមួយដែលមានឈ្មោះថារមណីយដ្ឋានទេសចរភ្នំជីសូសូមស្វាគមន៍ពិតណាស់ក្រោមកម្ដៅនៃព្រះទនគរដែលកំពុងតែបញ្ចេញឥទ្ធិពលរបស់ខ្លួនដើម្បីបំភ្លឺដល់ផែនភស្តុភារធ្វើឲ្យយើងយល់ថាទីនេះគឺជាប្រាសាទភ្នំជីសូជារមណីយដ្ឋានប្រវត្តិសាស្ត្រពិតៗដោយនៅខាងលើកំពូលភ្នំមានកម្ពស់រហូតដល់ទៅ130ម៉ែត្រនោះយើងនឹងបានឃើញពោជនីយដ្ឋានបុរាណភ្នំជីសូនេះកំពុងតែចាំស្វាគមន៍គ្រប់បណ្ដាអ្នកទេសចរពុំខ្វះចន្លោះឡើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានកត់សម្គាល់ថាប្រាសាទភ្នំជីសូនេះ
កសាងឡើងពីថ្មបាយក្រៀមនិងឥដ្ឋក្នុងសតវត្សទី11ដែលកសាងឡើងដោយព្រះមហាក្សត្រ3អង្គដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាព្រះមហាក្សត្រទាំង3អង្គនោះមានព្រះបាទសូរ្យវរ្ម័នទី1ជាអ្នកកសាងដំបូងព្រះឧទ័យទិត្យវរ្ម័នជាអ្នកកសាងបន្ទាប់ព្រះបាទសូរ្យវរ្ម័នទី2ជាអ្នកកសាងបង្ហើញនៅលើខ្លោងទ្វារនៅខាងមុខគោបុរៈទី1មានរូបចម្លាក់និទានពីកាយវិការពីការរាំរែករបស់ព្រះសិវៈដើម្បីបំពេញសំណូមពររបស់នាងការីកាឡាមេយៈក្រៅពីនោះមានរូបចម្លាក់ដែលនិទានពីកាយវិការរបស់ព្រះសិវៈដើម្បីបំពេញនៅសម្រស់របស់នាងកាឡាមេយៈហើយគឺមានតែរូបមួយនេះគត់នៅព្រះរាជាណាចក្រកម្ពុជាគឺនៅប្រាសាទភ្នំជីសូរនៅលើខ្លោងទ្វារខាងកើតនៃគោបុរៈទី1នេះឯងក្រៅពីការទស្សនាប្រាសាទភ្នំជីសូរដែលមានរូបចម្លាក់ទាក់ទិនទៅនឹងរឿងផ្សេងៗមកនោះអ្នកទេសចរក៏បានទស្សនានៅទិដ្ឋភាពដ៏ត្រកាលនៃសោភ័ណភ័ស្ត្រមានទឹកដីព្រៃព្រឹក្សានិងភូមិកររបស់ប្រជានារីយ៉ាងជក់ចិត្តដិតអារម្មណ៍ទៀតផងដោយភាពញញឹមនិងតួនាទីរបស់ខ្លួនដែលត្រូវបំពេញពីតំបន់មួយទៅតំបន់មួយព្រះសូរិយាក៏យាងទៅទិសបស្ចិមអស់បេសកកម្មរបស់លោកទៅហើយធ្វើឲ្យក្រុមការងាររបស់យើង